បាទសួស្តីបងប្អូនគ្នាហើយនេះធ្វើការជួសជុលបល Bishop 5ទឹកក125នេះវាខូចបន្លើហើយយើងបងដោះនេះយើងជួសជុលយើងគាត់ធ្វើទាំងអស់គាត់ឡើងទាំងអស់អត់មានឆ្កឹះចំោះចេញទេព្រោះនេះប្រភេទអាម៉ារ៉ាវា2ជាន់ក្រែបអញ្ចឹងយើងត្រូវដោះធ្វើពីក្នុងមកវិញមកធ្វើបានស្អាតយើងដោះហើយយើងរូបធ្វើដូចយើងធ្វើតឡើងថ្មីអញ្ចឹងរៀបថ្មីអញ្ចឹងធ្វើមកស្អាតវិញអញ្ចឹងអានេះមានគូត2ណាគូតនេះមានមក2ដែរគូតមីក្រូចឹងទៅទូលធ្វើទាំងអស់ទូលមីក្រូនេះ Nova 350 វ៉ាត់នេះទូលរបស់ជប៉ុនហ្នឹងហើយអំភ្លី Class D អានេះ4 channel ឆេះមក channel ហើយឥឡូវមកចាំគ្រឿងកំងគ្រឿងមកដាក់ឆេះ switching បាត់ហើយនេះប្លឺក25នេះលុះក្នុងក្រៅណាលុះក្នុងក្រៅនេះកាឡាដល់ល្អកាឡារោគចាក់ដាក់នេះចឹងបងប្អូនចង់ជួសជុលអូប្លឺជួសជុលអាំភ្លីឬក៏រៀបអាំភ្លីមីក្រូអីអាចតាក់ទងกับបងប្អូនបានហើយសម្រាប់បងប្អូននៅភ្នំពេញណាទីតាំងបងប្អូនចឹងបងប្អូនអាចតាក់ទងបានតាមរយៈលេខ3ខ្សែឬក៏ឆាតជុំពេកបានណាបាទអូខេអរគុណច្រើន